ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំនឹងចែករំលែកពីរបៀបធ្វើការ៉េមសណ្តែកខៀវរបៀបធ្វើងាយស្រួលរសជាតិក៏ឆ្ងាញ់ផងដែរចាំបានថាការនៅតូចគឺចូលចិត្តញ៉ាំខ្លាំងមែនតើហើយគេលក់មួយថងតាម100ទេថ្ងៃនេះគឺខ្ញុំបានទិញពុំការ៉េមមួយមកតំណងដែរម្ល៉េះហើយក៏ចង់ចែករំលែកពីរបៀបធ្វើការ៉េមសណ្តែកខៀវណាសណ្តែកខៀវមកកំប៉ុងខ្ញុំត្រាំពីល្ងាចព្រលឹមឡើងគឺស្រង់ចេញពីទឹកដែលត្រាំនឹងចេញមកយកមកលាងជាមួយនឹងទឹកស្អាតយើងពីទឹកអីទៀតទៅស្បែកនេះបើសិនជាបងប្អូនអត់ត្រាំទេគឺយើងស្ងោរយ៉ាងយូរហើយអត់ងាយរីកទេម្ល៉េះហើយមុននឹងយកស្បែកទៅស្ងោរហ្នឹងគឺយើងត្រូវត្រាំចោលសិនទៅបើសិនជាអត់ពេលហើយណាស់ក៏ត្រាំបាន5ទៅ6ម៉ោងអីដែរណាបើខ្ញុំវិញខ្ញុំត្រាំមួយយប់ហ្មងហើយស្បែកខ្ញុំរីកបានល្អខ្លាំងមែនតើពេលដែលស្រង់ស្បែកចេញពីទឹកលាងហើយហ្នឹងក៏យកស្បែកហ្នឹងមកដាក់ចូលទៅក្នុងឆ្នាំងហើយយើងដាក់ទឹកស្ងោរហើយដាក់អំបិលចូលទៅក្នុងនឹងមកចាប់ដែរកុំដាក់ច្រើនពេកទេព្រោះថាស្បែកចាប់ប្រៃអញ្ចឹងយើងដាក់តែបន្តិចបានហើយកូរឲ្យសព្វហើយយើងចាប់ផ្ដើមបើកភ្លើងបិទគម្របស្ងោររហូតតតែស្បែករបស់យើងបានរីកផុយល្អណានេះគឺខ្ទិះដូងដែលខ្ញុំពូតពីម្សៅមិញដូចគ្នាប៉ុន្តែខ្ញុំពូតហើយខ្ញុំដាក់ខ្លះសេក្នុងទូទឹកចេកហើយបើនិយាយពីខ្ទិះដូងនេះវិញណាគឺថាកម្រាស់ក្រាស់ណាបងប្អូនអើយខ្ទិះច្រើនមែនតើយកមកក៏យើងចាក់ដាក់ចូលក្នុងឆ្នាំងស្អាតមួយទៅដូងនេះគឺចំនួន1ផ្លែតែខ្ញុំធ្វើនេះគឺខ្ញុំធ្វើរៀងច្រើនស្ដែកមកកំប៉ុងម្ល៉េះហើយគឺខ្ញុំអត់បានពូតខ្ទិះដូងទៀតទេខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោស្រស់យើងទឹកដោះគោស្រស់នេះគឺយើងដាក់មកល្មមទៅដែលយើងចង់បានទឹកតិចឬច្រើនអញ្ចឹងណាហើយនេះគឺខ្ទិះដែលកកទៅនឹងអត់តាន់បានរលាយទេព្រោះថាខ្ញុំដាក់ក្នុងទូទឹកចេកទៅខ្ទិះកកហើយខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោខាប់ចំនួនកន្លះកំប៉ុងហ្នឹងគឺខ្ញុំដាក់ស្មានសិនទេបើសិនជាភ្លក់ទៅនៅស្ទើគឺខ្ញុំថែមទៅទៀតបើសិនជានៅផ្ទះអ្នកទាំងអស់គ្នាអត់មានទឹកដោះគោស្រស់ដូចខ្ញុំទេគឺយើងប្រើតែខ្ទិះដូងសុទ្ធទៅតែនេះដោយសារតែខ្ញុំស្ទើខ្ទិះដូងម្ល៉េះហើយក៏ខ្ញុំយកទឹកដោះគោស្រស់មកចំនួនអញ្ចឹងទៅណាដាក់ទឹកដោះគោខាប់ហើយយើងកូរឲ្យសព្វទៅហើយយើងភ្លក់មើលទៅណាហើយខ្ញុំមានបន្ថែមស្ករសយើងចូលកន្លះកូនចានចង្កឹះដែរអំបិលមួយចិបផងខ្ញុំមកបានថតត្រង់កន្លែងដាក់ស្ករសនឹងជូនបងប្អូនទស្សនាទេអធិស្ឋានផងកលេចមកមើលស្បែកខៀវរបស់យើងវិញស្ងោរតាមមួយផ្លែទេគឺថារីកបានល្អមែនតើហើយយើងដងពពុះដែលនៅខាងលើនឹងចេញទៅណាយើងភ្លក់ក្របស្បែកយើងមើលទៅថាផុយដូចដែលយើងចង់បានហើយនៅបើសិនជាអត់ទាន់ផុយដូចដែលចង់បានទេគឺយើងបន្តម្ងាស់ទៀតទៅបើសិនជាភ្លក់ទៅស្បែកផុយដូចដែលយើងចង់បានហើយក៏ប៉ុន្តែទឹកស្ងោរស្បែកហ្នឹងគឺនៅរៀងច្រើនអញ្ចឹងយើងយកទឹកស្បែកហ្នឹងទៅចោតចេញទៅអត់អីទេហើយយើងយកទឹកខ្ទិះដែលបានលាយគ្រឿងមិញហ្នឹងយកមកដាក់នៅលើចក្រានអញ្ចឹងបើកភ្លើងកូរតាមមួយផ្លែទៅខ្ទិះដែលកក់ដុំហ្នឹងគឺនឹងរលាយអស់ហើយបន្ទាប់មកគឺខ្ញុំញីស្លឹកតើយបង់ចូលទៅក្នុងនឹងម្ដុំដើម្បីឲ្យជួយបង្កើតក្លិនឲ្យកាន់តែឈ្ងុយថែមទៀតអញ្ចឹងទៅណាបន្ទាប់ពេលដាក់ស្លឹកតើយហើយកូរទៅខ្ទិះរបស់យើងបានរលាយសព្វហើយគឺយើងភ្លក់ទៅណាថាស្ទើអីខ្វះអីយើងថែមថយឲ្យហើយទៅសម្រាប់ខ្ញុំគឺស្ទើផ្អែមតែខ្ញុំអត់ដាក់ស្ករទេខ្ញុំដាក់ទឹកដោះគោខាប់ខ្ញុំសរុបគឺខ្ញុំប្រើអស់មួយកំប៉ុងហើយយើងកូរឲ្យសព្វទៅបន្ទាប់ពីកូរសព្វហើយគឺយើងទុកទឹកខ្ទិះនឹងឲ្យឡើងពុះចាំចាក់សណ្តែកខៀវដែលយើងបានស្ងោរមិនចូលទៅណាកូរឲ្យសព្វហើយគឺយើងលើកចោះចេញមកមិនបាច់រងចាំដល់ពុះទៀតទេព្រោះថាសណ្តែកនេះគឺយើងបានស្ងោរឆ្អិនរួចរាល់ហើយបន្ទាប់មកទៀតនេះគឺខ្ញុំយកសណ្តែកដែលខ្ញុំទុកបន្តិចហ្នឹងយកមកដាក់ក្នុងពុំខ្ញុំឲ្យហើយដាក់នៅខាងចុងការ៉េមអញ្ចឹងណាឲ្យមើលទៅតំណងបន្តិចនៅពេលដែលលើកចុះមកភ្លាមហ្នឹងគឺនៅក្តៅអញ្ចឹងហើយយើងកុំតន់ចាក់ចូលពុំអីយើងទុកឲ្យចោះត្រជាក់តិចសិនទៅដែលយើងឆូកូដូចខ្ញុំក៏បានឬក៏យើងទុកឲ្យត្រជាក់តាមសម្រួលក៏បានដែរបន្ទាប់ពីត្រជាក់ហើយគឺខ្ញុំដួសដាក់ក្នុងពុំបែបនេះណាពុំនេះគឺខ្ញុំផ្ញើប្អូនឲ្យទិញទេបើតាមខ្ញុំរកទិញអានេះគឺអត់មានទេភូមិខ្ញុំនេះគឺជនបទហ្មងអញ្ចឹងហើយរកពុំការ៉េមខ្ជូតអីមិនមានទេមានតែនៅក្រុងបាត់ដំបងយើងទេបានសម្បូរខ្ញុំផ្ញើប្អូនទិញព្រោះថាឃ្លានញ៉ាំការ៉េមហ្នឹងប្រហែលថ្ងៃហើយដែរដល់ទៅពេលអូ Facebook មកឃើញគេធ្វើការ៉េមមកតំណងខ្លាំងមែនតែនត្រាំលេខបានហើយអញ្ចឹងហើយក៏សម្រាប់ចិត្តឲ្យប្អូនទិញពុំឲ្យអញ្ចឹងទៅយកមកចាក់ដាក់ក្នុងពុំខ្លះហើយសល់ខ្លះហ្នឹងគឺខ្ញុំច្រកក្នុងថង់ធ្វើដូចការពីមុនអញ្ចឹងណាការខ្ញុំនៅតូចចាគឺអត់មានពុំអីជីខ្ជូតអីទេមានតែថង់ច្រកហ្នឹងឯងគេលក់មកថង់100អីចឹងទៅពេលច្រកហើយខ្ញុំជូតខាងលើឲ្យស្អាតឲ្យមានស្ដាប់ធ្នមមកបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមច្រកការ៉េខ្ញុំតគឺខ្ញុំត្រូវការជីឡៅមួយហើយនឹងថង់តូចឯនឹងកស៊ូបន្តិចដើម្បីច្រកនឹងចងអញ្ចឹងណាយើងច្រកការ៉េមយើងចូលក្នុងថង់បន្តិចទៅហើយយើងបត់មុខបន្តិចបន្ទាប់មកគឺយើងចាប់ដើមកបួចចងទៅតែម្ដងណាខ្ញុំអត់សូវចេះបកកែបញ្យលអីប្រហែលទេបងប្អូនអាចមើលតាមដៃនឹងបានហើយយើងគូចចងទៅតាមធម្មតាអញ្ចឹងទៅថង់ទី1ថង់ទី2ច្រករហូតដល់តែអស់អញ្ចឹងទៅណាព្រោះថាការ៉េមនេះគឺខ្ញុំធ្វើរៀងច្រើនចែកបងប្អូននៅចិត្តនេះគាត់បានភ្លក់ផងដែររសជាតិគឺឆ្ងាញ់ណាស់បងប្អូនហើយក្លិនឡើងឈ្ងុយទៅខ្ញុំមុននឹងច្រកនេះគឺខ្ញុំដួកភ្លក់អស់
mà cha này khăn lằng ngôi hay lằng tì chỉ bị say nó cơ rồi chết ai tì ngôi mỏ nhom tôi chật khăn mình tàn thì tới cơ nhom chọ mà là mỏ hay thong đấy con mình sơ chỉ thông ấy vào màn đái tới tôi tế cả nhom lụa luôn cơ nhom lực mình đái mình sơ chỉ chăm ban thà tầm hôm thong ban na tê bàn tay đằng tà ca nó cơ cái lụa môi rồi mẹ nhom có thọp lụa đài thì tới lụa mình sơ chỉ đặt trà này tê đặt tại cầu nương anh lời ní cơ nhom chọ bàn chụp chay hái pan nắng cà rem nhóm hai nhom vô đặt khăn tu cọ được kia nhom mà đặt khăn con bà ập chạy tới đầm bay cái này mà dân trâu á na bùa tha pe dân đặt trâu tới đại khiêu nó cứ lẹ tới cao mà tới với tình nồng chẳng chẳng á đầm bay đại cho hai nắng cứ nhom vô cái này nó mà đặt khăn tu đôi cái này nhom đặt khăn pom môn nâng chẳng hai dân tục mà dục từ đầm bay rồi bàn cọ bàn ló na bà tha cho thằng thằng nó cái dân cho ta màn món co ai bàn tay khăn pom cứ điên càng chẳng nhom là hai cứ nhom ăn bọc sinh là ngày ai bà ta bị tục mà dục ấy cứ cọ ló khăn màn tàn hơi ngồi ngành tiềnสำหรับมะដែលមាន កូន តូច គឺ អាច សាក ធ្វើ ការ៉េម នេះ ឲ្យ គាត់ ញ៉ាំ បាន ណា ថា នេ ថា រសជាតិ ឆ្ងាញ់ ហើយ ងាយ ស្រួល ធ្វើ ចំពោះ ស្ដាយ គឺ យើង អាច ប្រើ ស្ដាយ ខៀវ ក៏ បាន ស្ដាយ ខ្មៅ ក៏ បាន ឬ ក៏ ស្ដាយ ខំ តាម ដែល យើង ចូល ចិត្ត ចឹង ណា វីដេអូ របស់ នាង ខ្ញុំ ក៏ បាន មក ដល់ ទី បញ្ចប់ ហើយ ដែរ អរគុណ ដែល បាន ចំណាយ ពេល វេលា ដ៏ មាន តម្លៃ តាម ដាន និង ទស្សនា វីដេអូ មួយ នេះ បើ សិន ជា ពេញ ចិត្ត កុំ ភ្លេច ជួយ ចែករំលែក វីដេអូ នាង ខ្ញុំ ឲ្យ បាន ច្រើន ផង ដែរ ហើយ យើង នឹង ជួប គ្នា ម្ដង ទៀត នៅ វីដេអូ ក្រោយៗ ជម្រាប លា បាយ បាយ